បងប្អូនទាំងអស់គ្នាប្រកាសជាដឹងថាសុកជាគឺជាក្មេងម្នាក់អនាម័យប៉ុន្តែបងប្អូនមើលសកម្មភាពពេលតែគាត់ធ្វើនំកងនេះឥឡូវនេះខ្ញុំមិនទាន់បង្ហាញបងប្អូនទេហើយបងប្អូនក៏មកអូនម្លងទៅណាចាំមើលនៅtrongវីដេអូសិនទៅថាទុកជាធ្វើនំកងវាចេញសកម្មភាពបែបណាអញ្ចឹងហើយនេះខ្ញុំកំពុងតែរៀបចំអាហារពេលព្រឹកឲ្យសុកជាទៅសាលាសុកជាថ្ងៃនេះខ្ញុំរៀបចំសមឲ្យគាត់ដោយសារគាត់ចង់ញ៉ាំសមអញ្ចឹងទៅគាត់ចង់ផ្អួតមិត្តភ័ក្តិគាត់ថាមានសមអីបែបតាមបែបខ្មែរយើងអញ្ចឹងណាបន្តមកទៀតក៏ខ្ញុំរៀបចំអាហារពេលព្រឹកឲ្យម្ដាយខ្ញុំនិងសុកជាបងប្អូននិយាយរឿងម្ដាយខ្ញុំអាណិតគាត់ខ្លាំងមែនតើគាត់ថាខ្ញុំមកពីផ្ទះម្ហូបអាហារហូបចុកគឺគ្រប់គ្រាន់ឆ្ងាញ់ទេតែសំខាន់ហ្នឹងវាអង្គអត់ជាតិគាត់ថាអង្គហើយនឹងស្លដាក់ទៅវាអត់ចូលជាតិគ្នាអញ្ចឹងហើយគាត់ក៏ញ៉ឲ្យខ្ញុំទៅរកទិញអង្គទុនប៉ុន្តែបងប្អូនហើយខ្ញុំព្យាយាមរកអង្គទុនមិនថាតាមផ្សារមិនថាកំងតាមអនឡាញគឺអត់មានសិតអង្គរឹងទាំងអស់បងប្អូនអើយនៅស្រុកទេគឺអញ្ចឹងគ្មានអង្គទុនឆ្ងាញ់ដូចយើងទេអង្គរឹងខ្សោះត្មិចតាណាទេញ៉ាំហូបឲ្យគ្មានជាតិគ្មានអីចឹងអញ្ចឹងហើយបានជួនជាតិឥណ្ឌាបងប្អូនមួយចំនួនធំតែម្ដងគាត់អត់សូវចេះញ៉ាំបាយសធម្មតាទេភាគច្រើនបាយគាត់បំប៊ីយ៉ានីប៉ូឡៅចឹងទៅព្រោះបាយធម្មតាពណ៌សវាអត់មានជាតិទេហើយនេះខ្ញុំកំពុងទៅផ្សារទៅទិញទឹកដោះគោបងប្អូននៅស្រុកឥណ្ឌាទឹកដោះគោឆៅគឺធូរថ្លៃអត់ថ្លៃទេមួយកេសហ្នឹងមិនបាន10រៀលផងវាមាន12កញ្ចប់ចឹងហើយមួយកញ្ចប់ហ្នឹងមាន1លីត្រអញ្ចឹងខ្ញុំសម្រាប់ខ្ញុំប្រញាក់សុកជាខ្ញុំប្រើឡើង2ថ្ងៃបងប្អូនហើយគឺធូរថ្លៃខ្លាំងមែនតើហើយការខ្ញុំនៅខ្មែរបងប្អូនអត់ដែលបានផឹកទឹកដោះគោមានអារម្មណ៍ថាខ្សោះដោយថាយើងត្រឡប់ផឹកទឹកដោះគោអញ្ចឹងនៅស្រុកឥណ្ឌាគឺអញ្ចឹងបងប្អូននេះមិនថាអ្នកមានអ្នកក្រទេគេផឹកទឹកដោះគោជាប្រចាំតែម្ដងព្រោះវាធូរថ្លៃអញ្ចឹងហើយមុខហូបយ៉ាងនេះគឺតុងចាំបងប្អូនដែលខ្ញុំប្រឡេកឃើញជីអាណាខ្ញុំល្អមានអីចាំកាត់ទេក៏នឹកឃើញតុងចាំមុនខ្ញុំទៅបងប្អូនអាជីនឹងវាទូចទេវាអត់មានធំអញ្ចឹងទេទៅតែ3អាទិត្យម៉ែអើយមកវិញគឺល្អខ្លាំងមែនទែនខ្ចីហើយឡើងអូយបើនិយាយថាដូចថាក្មេងស្រីតែអាយុ7 8 10អញ្ចឹងណាហើយតុងចាំនេះជាគ្រឿងផ្សំរបស់ខ្ញុំនិយាយទៅនៅស្រុកខ្មែរមានស្អីគឺខ្ញុំមានតែម្ដងនេះគឺឲ្យខ្វះទេព្រោះខ្ញុំគោបនំទៅខ្មែរនេះគឺភាគច្រើនគឺខ្ញុំយកអាគ្រឿងផ្សំហ្នឹងតាមបងប្អូនឥឡូវសូម្បីតែជីថ្ពាល់ថៃជីបងទាកូនឬក៏ក្របជីនឹងវងក៏ខ្ញុំយកមកដាំដែរប៉ុន្តែត្រង់តែដាំដុះឬក៏មិនដុះបងប្អូនចាំមើលភាពបន្តបងប្អូនប្រកាសជាដឹងថាខ្ញុំជាមនុស្សម្នាក់ដាំអីក៏មិនដុះដែរចឹងហើយបើខ្ញុំយកគ្រឿងអស់ហ្នឹងឲ្យម្ដាយខ្ញុំដាំម្ដាយខ្ញុំគឺល្អខ្លាំងមែនតើគាត់ដាំអីដៃគាត់ត្រជាក់អញ្ចឹងណាហើយតុងយ៉ាំរបស់ខ្ញុំបងប្អូននៅស្រុកឥណ្ឌានេះភាគច្រើនគឺខ្ញុំយកតែអាផ្សិតមកកញ្យ៉ាងនោះអាបងប្អូនឃើញនៅក្នុងវីដេអូបងប្អូនសូមអធិស្ឋានបងប្អូនឃើញនៅក្នុងវីដេអូនោះផ្សិតនេះវាកប៉ុកទូចទេតែបើផ្សិតផ្សេងដែលខ្ញុំទៅបេះវគ្គមុននោះហើយបងប្អូនជាច្រើនក៏ប្រាប់ខ្ញុំថាផ្សិតកញ្ជោដល់ពេលខ្ញុំផុសវីដេអូបានប្រហែលរយៈចុងក្រោយបងប្អូនថាបងនិយាយច្រឡំហ្នឹងមិនមែនសិតកញ្ជោដល់ពេលអញ្ចឹងខ្ញុំក៏អត់ដឹងដែរព្រោះខ្ញុំមិនដែលស្គាល់ថាសិតកញ្ជោវាយ៉ាងម៉េចអញ្ចឹងសិតដែលខ្ញុំស្គាល់សិតកញ្ជោអញ្ចឹងទៅសិតច្បើងឬសិតខ្មៅអញ្ចឹងទៅក្រៅប៉ុណ្ណឹងក៏អត់ដឹងទេធ្លាប់តែញ៉ាំទេហើយនេះបងប្អូនតុងយ៉ាំខ្ញុំគឺទៅអូយសំខាន់បំផុតគឺមានគ្រឿងគ្រប់គឺសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលយើងស្លមានគ្រឿងគ្រប់របស់គឺសប្បាយចិត្តព្រោះខ្ញុំឃើញបងប្អូនមួយចំនួនគាត់យកវីដេអូខ្ញុំទៅនិយាយថាអូម៉ាក់សុកជាអូយម៉ាក់សុកជានៅពេលនេះបានមកដល់ស្រុកខ្មែរគឺសប្បាយចិត្តទៅព្រោះមានគ្រឿងគ្រប់គ្រាន់ពេលកាលនោះខ្ញុំផុសខ្ញុំស្លម្ជូរគ្រឿងហើយយើងមានពេកមួយគាត់និយាយអញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំអស់សំណើចខ្លាំងមែនតើតែម្ដងនេះអត់ទេខ្ញុំមកឥណ្ឌាក៏ខ្ញុំគ្រឿងគ្រប់ដែរអញ្ចឹងគឺសប្បាយចិត្តអូខេបងប្អូនឥឡូវតុងយ៉ាំខ្ញុំក៏ឆ្អិនហើយក៏រៀបចំឲ្យម្ដាយខ្ញុំបងប្អូនតែមើលមុខអ្នកពិសាវិញបងប្អូនគាត់ថាសប្បាយចិត្តនឹងកោះនឹងឯងហើយនេះសុកជាល្ងាចឡើងគាត់ថាចេះម៉ាក់អើយខ្ញុំចង់ញ៉ាំកងដល់ពេលអញ្ចឹងទៅបើសិនជាកូនខ្ញុំថាចេះបើសិនជាកូនឯងចង់ញ៉ាំក៏ធ្វើខ្លួនឯងទេបងប្អូនព្រោះសុកជាគាត់ថាឃើញខ្ញុំធ្វើសិតស្នាដៃអញ្ចឹងក៏គាត់អត់ញ៉ាំដៃខ្ញុំដែរអញ្ចឹងហើយគាត់សុំមកធ្វើខ្លួនឯងនេះបងប្អូននេះចង់និយាយថាសុកជាគឺជាក្មេងម្នាក់អនាម័យប៉ុន្តែអនាម័យរបស់គាត់ណាពេលខ្លះគាត់ញ៉ាំបាយគឺគាត់អត់លាងដៃទៅតែខ្ញុំប្រាប់អញ្ចឹងណានិយាយតែអនាម័យរបស់គាត់ហ្នឹងគឺគាត់សដៅទៅលើអ្នកឲ្យធ្វើម្ហូបឲ្យគាត់ឲ្យតែឃើញដៃស្និទ្ធស្នាលគឺគាត់អត់ញ៉ាំទេប៉ុន្តែងាកមើលគាត់វិញបងប្អូននេះស្និទ្ធស្នាលបំផុតអញ្ចឹងបងប្អូនហ៊ានញ៉ាំស្នាដៃសុកជាធ្វើនំកងអត់បើហ៊ានចាំខ្ញុំទៅស្រុកខ្មែរខ្ញុំឲ្យសុកជាធ្វើនំកងឲ្យបងប្អូនពិសាប៉ុន្តែនំកងសុកជានេះខ្ញុំក៏មិនដឹងជាចេញនំកងខ្លាចជានំស្អីដែរដោយសារតែពេលដែលខ្ញុំដាក់បំពងនៅក្នុងផ្ទះអញ្ចឹងទៅប្រហែលជាមកប្រេងឆាខ្ញុំតិចទៅពេលដាក់អញ្ចឹងទៅវាមិនចេញមូលស្អាតទេវាចេញបែកកប៉ិកកប៉ុកពេកកប៉ុកចឹងទៅបងប្អូនគឺខ្ញុំអត់យល់ដែរហើយនំកងខ្ញុំធម្មតាគេធ្វើលាយជាមួយម្សៅខ្សាយតិចតែចែកដោនអត់មានចឹងហើយមានតែម្សៅកតណាប់សុតបងប្អូនប៉ុន្តែរសជាតិអូមានអីឆ្ងាញ់តើសុកជាឆ្ងាញ់ខ្លាំងមែនតើញ៉ាំអស់ឡើង4 5អញ្ចឹងហើយវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរអូខេបងប្អូនសម្រាប់បងប្អូនដែលមានបញ្ហារាំងរដូវដើមមិនទៀងជាពិសេសដែលថាយើងចាស់ចឹងទៅចូលវ័យសាជាងគេមិនសូវបានសម្រាប់មិនសូវលក់ចឹងបងប្អូនឲ្យសាកល្បងញ៉ាំតែសុខភាពនេះបានហើយបើសិនបងប្អូនចង់បានបងប្អូនអាចកំងតាមពេកគាត់បានអរគុណ